ធ្វើដំណើរទៅទីរួមខេត្តកំពង់ឆ្នាំងតាមផ្លូវទឹកទន្លេសាបក្បែរជើងភ្នំនាងកង្រីស្រុកកំពង់លេញធ្លាប់ជាស្រុកមួយដែលមានបញ្ហាការអប់រំគួរឲ្យកត់សម្គាល់តាមរយៈការវិតម្លៃរបស់ក្រុមការងារបច្ចេកទេសនៅទូទាំងស្រុកកំពង់លែងកាលពីឆ្នាំ2013យើងឃើញថាកុមារនៅថ្នាក់ទី6ដែលគាត់ចេះអានបាននោះមានតែចំនួន 28% តែប៉ុណ្ណោះកាលពីមុនខ្ញុំអត់សូវចង់មករៀនទេព្រោះបរិស្ថានសាលាមិនល្អនិងគ្រូមិនមកបង្ហាត់ទៀងទាត់ទេហើយឪពុកម្ដាយរបស់ខ្ញុំក៏មិនយកចិត្តទុកដាក់ក្នុងការរៀនសូត្ររបស់ខ្ញុំដែរបាទកាលពីមុនឪពុកម្ដាយមិនសូវយល់ពីតម្លៃនៃការសិក្សារបស់កូនតែយកកូនទៅចការរយៈពេល2 ខែអញ្ចឹងការងារនៃការសិក្សារបស់កូនដូចជាភ្លេចអស់3 ខែបានឡើងមកវិញប៉ុន្តែក្រៅពីមានអន្តរាគមន៍ពីគម្រោង CVA របស់អង្គការទស្សនៈពិភពលោកការអប់រំសម្រាប់កុមារនៅទីនេះមានភាពប្រសើរឡើងជាលំដាប់ CVA គឺជាវិធីសាស្ត្រដែលបង្កើតឡើងឲ្យមានការសន្ទនារវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាលដើម្បីកែលម្អសេវានានាដែលមានចែងនៅក្នុងគោលនយោបាយសាធារណៈលោកអន្តរជាតិលោកមានដោយមានឃើញការលំបាកក្នុងការបដូរយោបល់គ្នាទៅវិញទៅមកព្រោះនៅដោយឡែកពីគ្នាមានទស្សនៈខុសគ្នាតែនៅតែលាក់កំហុសឲ្យគ្នាដូច្នេះយើងខ្ញុំទាំងអស់គ្នាជាក្រុម CVA ដែលបានបង្កើតស្រាប់នោះព្រោះបានរៀនសូត្រពីមេរៀនផ្នែកខាងក្រុម CVA នេះបានន័យថាការសម្របសម្រួលនិងការសន្ទនាដោយសន្តិវិធីរវាងភាគីម្ខាងនិងភាគីម្ខាងស្វែងរកដំណោះស្រាយរួមក្នុងនោះសហការជាមួយលោកប្រធានការិយាល័យទាំងផងដែរហើយរដ្ឋអំណាចអាជ្ញាធរអីទាំងដែរណាក៏បានទទួលជោគជ័យស្មើយើងថាបានច្រើនបានត្រឹម 50% បាទនេះជាជំហានដំបូងនេះគ្រូតាមបង្កើតក្រុម CVA មកអត្រាឡើងថ្នាក់របស់សាលាខ្ញុំនេះបានកើនជាងឆ្នាំមុនបាទមេដាបេដាសិស្សនិងសហគមន៍នឹងជួយឲ្យកូនសិស្សនឹងមករៀនជាប់លាប់ហើយគ្រូខ្ញុំក៏មករៀនជាប់លាប់ដែរការបង្កើតក្រុម CVA នៅកន្លែងយើងនេះមិនមែនឲ្យតំណោះនាំឲ្យរិះគន់ទេប៉ុន្តែការបង្កើតហ្នឹងគឺជាការដោះស្រាយរួមគ្នាមានសាមគ្គីភាពគ្នាដើម្បីឈានទៅរកការរីកចម្រើនការអប់រំរបស់កុមារមិនមែនជាទំនួលខុសត្រូវតែមួយគត់របស់គ្រូទេតែការចូលរួមនឹងមានទំនួលខុសត្រូវតាំងពីឪពុកម្ដាយបាទអាជ្ញាធរនិងសហគមន៍បាទសិស្សនិងគ្រូទាំងអស់គ្នាពួកយើងបានចូលរួមបរិភាគសាលាដើម្បីស្ដារបរិស្ថានឲ្យមានអនាម័យដើម្បីជំរុញចិត្តកូនហ្នឹងឲ្យមករៀនបន្តទៀតឥឡូវខ្ញុំចូលចិត្តសាលាវិញហើយព្រោះសាលាមានបរិស្ថានល្អគ្រូក៏មកបង្ហាត់ទៀងទាត់គ្រប់ម៉ោងហើយពុកម្ដាយរបស់ខ្ញុំក៏យកចិត្តទុកដាក់ក្នុងការរៀនសូត្ររបស់ខ្ញុំដែរខ្ញុំសប្បាយចិត្តមែនទែនព្រោះឃើញកូនខ្ញុំចង់ទៅសាលាហើយគេប្រឹងរៀនហើយគេរៀនឆ្លាតជាងមុនទៀតปัญญา